មានបងប្អូនពី3នាក់គាត់បានខមមិនប្រាប់ឲ្យខ្ញុំបង្រៀនពីរបៀបធ្វើទឹកម៉ាក់ក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកបទពិសោធន៍ក្នុងការធ្វើទឹកម៉ាក់របស់ខ្ញុំចែកជូនបងប្អូនទាំងអស់គ្នាតាមបទពិសោធន៍ខ្ញុំឲ្យតែត្រីក្រឹមចូលគឺខ្ញុំត្រូវការដាក់ទឹកម៉ាក់មុននឹងខ្ញុំឡើងកែវជាពិសេសត្រីដែលទៅបំបែកពីសម្បុកទី1ដើម្បីឲ្យសកាវាក្រាស់ទី2ដើម្បីឲ្យវាផ្លេចសម្បុកលឿនទី3ធ្វើឲ្យវាមានកម្លាំងមាំមួនហើយនឹងធ្មេញវារៀងមុតហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីវត្ថុធាតុដើមនិងការដាក់រកវត្ថុធាតុដើមសម្រាប់ធ្វើទឹកម៉ាក់ទឹកម៉ាក់យើងអត់មានពិបាកក្នុងការធ្វើទេប៉ុន្តែគ្រាន់ថាវាទាមទារពេលវេលាយូរសម្រាប់អ្នកអត់បានដាក់អុកស៊ីហ្សែនដូចជាខ្ញុំអញ្ចឹងណាបងប្អូនហើយនេះគឺជាផ្កាថ្នោតសម្រាប់ធ្វើទឹកម៉ាក់របស់ខ្ញុំធ្វើការរើសពីកន្លែងដែលមានដើមថ្នោតនៅតាមភូមិរបស់យើងហ្នឹងបងប្អូននៅក្នុងប្រទេសកម្ពុជាយើងភាគច្រើនគឺមានដើមថ្នោតហើយយើងរើសយកតែផ្កាណាដែលវាមានសភាពងាប់ហើយក្រៀមជាយើងយកផ្កាខ្ចីដែលអាចធ្វើឲ្យទឹកម៉ាក់យើងស្អុយយូរស្លឹកចេកក៏ជាវត្ថុធាតុដើមសំខាន់សម្រាប់ធ្វើទឹកម៉ាក់ផងដែរបន្ទាប់ពីផ្កាថ្នោតឈ្មោលជាវត្ថុធាតុដើមដែលយើងងាយស្រួលរកជាងគេមួយទៀតតាមបទពិសោធន៍របស់ខ្ញុំធ្វើការប្រើចំបើងមានបងប្អូនខ្លះក៏គាត់ប្រើជាដើមនេះអាសបកដើមឫស្សីណាបងប្អូនប៉ុន្តែខ្ញុំប្រើចំបើងយើងរើសយកស្លឹកដូងណាដែលងាប់មួយទៀតនោះគឺស្លឹកឆាត់យើងរើសយកស្លឹកឆាត់ណាដែលក្រៀមងាប់វាអស់សារជាតិជាប់ក្នុងហ្នឹងណាវត្ថុធាតុដើមដូចខ្ញុំប្រាប់បងប្អូនក្នុងវីដេអូអញ្ចឹងមានចំបើងផ្កាថ្នោតស្លឹកចេកអំបិលហើយនិងស្លឹកឆាត់ហើយនឹងស្លឹកដូងមួយទៀតហើយខ្ញុំមិនបានថតនៅក្នុងហ្នឹងទេបងប្អូនកុំឲ្យយើងញ៉ៃច្រើនយើងគ្រាន់តែមូស្លឹកដែលញ៉ៃដូចជាចំបើងហើយនឹងស្លឹកចេកហ្នឹងយើងមូដាក់ម្ដុំមកសម្រាប់ការធ្វើខ្ញុំធ្វើទឹក25លីត្រដោយខ្ញុំដាក់ការថ្នោតចំនួន2ចង្អាមស្លឹកចេកក្រៀមខ្ញុំមូវាចូលគ្នាប៉ុនកដៃយើងមកហើយស្លឹកឆាត់ខ្ញុំដាក់20ស្លឹកឆាត់ចំបើងក៏ខ្ញុំដាក់ប្រហែលប៉ុនកដៃយើងដែរស្លឹកដូងខ្ញុំដាក់ប្រហែលជា20ស្លឹកដែលជាស្លឹកដូងទុំណាបងប្អូនហើយអ្វីដែលយើងមិនអាចបំភ្លេចបានគឺអំបិលយើងដាក់ប្រហែលជា2ស្លាបព្រាបាយមកនៅក្នុងទឹកយើងបើបងប្អូនមានស៊ីសៀតបន្ថែមទៀតរឹតតែល្អតាមរយៈបទពិសោធន៍ដែលខ្ញុំបង្រៀនបងប្អូនហ្នឹងគឺទឹកម៉ាក់ដែលខ្ញុំអាចប្រើបានរយៈពេល1ខែ1សប្តាហ៍កំឡុងពេលដែលយើងដាក់ចូល1សប្តាហ៍ដំបូងហើយទៅ2សប្តាហ៍គឺទឹកម៉ាក់យើងចាប់ផ្ដើមកាច់មេស្អុយពេញហ្នឹងយើងអាចប្រើបានទេបងប្អូនយើងចាំដល់រយៈពេលប្រហែលជា1ខែទៅ1ខែ1សប្តាហ៍បានយើងអាចប្រើបានបើយើងដាក់អុកស៊ីហ្សែនយើងអាចប្រើបានលឿនជាងហ្នឹងបងប្អូនបើសិនបើទឹកម៉ាក់យើងអត់ទាន់បាត់ស្អុយទេបងប្អូនយកមកប្រើនឹងធ្វើឲ្យត្រីយើងងាប់ភ្លាមហើយរយៈពេលនៃការដាក់ហ្នឹងសូម្បីតែដង្កូវទឹកមូសក៏អត់អាចកើតបានដែរដោយសារវាកាច់មេខ្លាំងនេះគ្រាន់តែជាតិចនិចរបស់ខ្ញុំទេបើបងប្អូនចង់ដាក់ឲ្យវាខ្មៅជាងទឹកម៉ាក់របស់ខ្ញុំបងប្អូនអាចថែមវត្ថុធាតុដើមមួយច្រើនជាងខ្ញុំទៀតក៏បានដែរតែខ្ញុំស្រឡាញ់ពណ៌វាប៉ុណ្ណឹងអញ្ចឹងខ្ញុំដាក់តែវត្ថុធាតុដើមប៉ុណ្ណឹងទេអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបើមានកំហុសខុសឆ្គងនៅកន្លែងណាមួយបងប្អូនអាចខមមិនប្រាប់ខ្ញុំបាន